បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Sastra Contract Plus ឥឡូវនេះខ្ញុំមានចំពោះមុខនេះខ្ញុំមាន model ផ្ទះបែបវិឡាទិសម្ដៅវិឡាទិបែបអំណាចឥទ្ធិពលខ្លាំងណាស់ចំពោះផ្ទះនេះគឺ inspire មកពីបងខាងកើតទេដូចជាឃើញនេះគឺផ្ទះហ្នឹងប្រវែងវាយើងអាចលេខក្បាល8ឬក៏ក្បាល7អីយើងអាចឆ្នៃម៉ូតនឹងចេញហើយម៉ូតនឹងគឺកាចមែនទែនជាពិសេស G មកមើល G ក្បាលតស G ចកេះតសហើយ G ខាងលើនេះស្អក G ចាក់ហ្នឹងបើពួកធំនេះយើងអាចបិទបានហើយម៉ូតបែបហ្នឹងគឺយើងចាយច្រើនទៅលើអ៊ីតាលីយើងប្រើ molding ច្រើនហើយប្អូចយើងប្រើប្អូចម៉ាសាយទេក្នុងប្លង់នេះក្បាលរបស់វាគឺក្នុងនេះគឺគេដាក់8ម៉ែត្រកន្លះហើយនឹងទៅតឹងផ្ទះ8ម៉ែត្រកន្លះនិងបណ្ដោយផ្ទះវាចូល16ម៉ែត្រហើយក្នុង interior របស់គាត់ដូចជានេះយើងអាចរៀបបានតាមក្រោយទៀតតែដីនេះក៏ធំដែរដីនេះក៏មានកញ្ចក់នៅជាហ្នឹងទៀតអញ្ចឹងក៏រៀបបានស្អាតចំពោះ mode ហើយចំពោះក្បឿងគេប្រើប្រភេទក្បឿងម៉ាឡេឬក៏ក្បឿងមកជិះមកហើយចំពោះផ្នែកខាងមុខនេះយើងចាក់ប្លង់សេទៅចាក់បេតុងមកហើយយើងមានជ្រីភ្លីដូចជាមួយនឹងដែកស្មិតយើងអាចធ្វើដែកស្មិតព្រោះឈើអត់ត្រូវការទៅលើអត់មាន swing view ឆ្លងកាត់អញ្ចឹងកន្លែងនេះ texture នេះយើងអាចដូរទៅជា texture ប្រភេទដែកស្មិតទាំងអស់ទៅយើងមិនបាច់ចាំចាក់ឈើទេយើងកុំឲ្យវាឆាប់ចាស់និងឆាប់ស្លក់ពណ៌មកនោះខ្ញុំឃើញគេធ្វើបានស្អាតហើយចំពោះជញ្ជាំងចំហៀងគឺអត់មានផ្ទៃ boundary សម្រាប់ប្អូចទេហើយទ្វារខាងក្រោយគឺមានមួយគឺធំខាងក្រោយផ្ទះនេះបើខ្ញុំលើកពី Q អាចចូលមកការ៉េចូល400ពួកយើងចាយទៅលើការងារតបតែងលម្អនោះចាយច្រើនមែនតើគឺមើលទៅគឺ classic ហើយបែបលក្ខណៈ King Villa ចូលដូចភូមិគ្រឹះចឹងនិយាយទៅហើយចំពោះ texture ខាងមុខហ្នឹងបងឃើញអាចចាក់ជាប្រភេទម៉ាបសាច់ខ្មៅមកថ្ម texture កន្លះរបស់ខ្មៅហើយចំពោះ mode នេះយើងអាចយកភ្លីផ្សេងក៏បានហើយប៉ុន្តែយើងអាចយកភ្លីដែលយើងមានក្នុងស្រុកចាក់នឹងស្រាប់តែហើយចំពោះបង្អួចយើងស៊ីជាមួយនឹងតួទេសហ្នឹងគឺបង្អួចយើងប្រើ frame ឈើគាត់គួរប្រើ frame ញោមឯងព្រោះទេសហ្នឹងគឺជួ classic កាត់មួយឈើហើយចំពោះខាងក្នុងទេសដូចជាអត់បានអត់ទេហើយតែយើងអាចឥឡូវមើលខាងក្នុងទេសមួយអធិស្ឋានរៀងធន់កុំព្យូទ័របន្តិចដោយសារតែប្លង់ហ្នឹងវាមេរៀងធំដែរបាទអានេះខ្ញុំបើកមើលខាងក្នុងនេះបងប្អូនមើលជីយើងបិទគឺសិតតែជីផ្កាភ្ញីទាំងអស់អញ្ចឹងវាចាយនៅអានឹងអស់ច្រើនអញ្ចឹងខាងក្នុងនេះអានេះគាត់និយាយ draft concept ទេតែជាស្ដែងដល់ពេលដែលយើងបានទំហំនិងទៅបាន size របស់ building យើងធំយើងអាចរៀបបន្ទប់បានច្រើនអាចបាន3ទៅ4បន្ទប់ហើយបន្ទប់ទៀតធំពុកនេះគឺខ្ញុំវាស់ឲ្យមើលខ្ញុំវាស់ຂະຫນាតហ្នឹងពីនេះមកជា8ម៉ែត្រកន្លះទៅអញ្ចឹងគឺធំមែនតើហើយបណ្ដោយរបស់វាដល់ទៅ10ម៉ែត្រជាងហ្នឹងដល់វាគឺ17ម៉ែត្រកន្លះអញ្ចឹងអាចបាន4បន្ទប់ទៅ3បន្ទប់តាមការយើងចង់បានបន្ទប់ធំអញ្ចឹងមកហើយចំពោះបើយើងដីទន្លេយើងអាចធ្វើសួនហើយយើងមានកញ្ចក់នេះដូចលក្ខណៈកញ្ចក់គេហៅថាកញ្ចក់លោកមហាសេដ្ឋីលោកមហាសម្បត្តិអញ្ចឹងវាថាចាស់ពីដើមដូចសម័យធនជ័យអញ្ចឹងគឺមានកញ្ចក់មួយសម្រាប់គាត់ជំនុំគ្នាទៅគាត់តែលេងអុកអីចឹងទៅណាកញ្ចក់នឹងស្អាតដែរបានធ្វើពីឈើទៀតឬតែអែមខ្ញុំឆ្លាញ់បែបហ្នឹងហើយខាងក្រោយទៀតនេះដីរបស់គាត់ធំបានអាចរៀបកសលសួនខាងក្រោយក៏ផ្លូវដាក់ខាងក្រោយចរខាងសំខាន់អីទៅទីបានត្រឡប់មកវិញចំពោះផ្ទះនេះខ្ញុំគិតថាបើសិនជាយើងអាចឆ្នៃបានក្បាលត្រឹម6ឬក៏ក្បាល7អាចរៀបបានហើយចំពោះបណ្ដោយយើងមិនបាច់ចាំយកដល់17ទេយើងអាចលេខ12 13ក៏លេខចេញដែរយើងអាចថយគូផ្ទះរបស់ហ្នឹងផ្ទះហ្នឹងកន្លែងបេះដូងរបស់វាគឺផ្នែកខាងមុខកន្លែងគេហៅថាកន្លែងហក់ស្លាប់មកមុខនេះកន្លែងពោវងមុខនេះគឺកន្លែងហ្នឹងគឺទីខ្លាំងមកផ្នែកខ្លាំងមកពីចំពោះជ្រីដំបូងយើងមានធម្មតាទៅយើងមានចាក់ពោះចាក់អីចឹងទៅតសនេះគឺដល់តសដូចជាតសខ្សែតាមប្រចាំតស60យើងភ្លីតសនេះគឺ60ហើយមានភ្លីចង្កេះតសនិងភ្លីក្បាលតសហើយម៉ូតនេះយើងអាចចាក់ពុំចាក់
ចំពោះតម្លៃយើងអាចម៉ៃចូលចំពោះការ decor យើងចែក interior ខ្លាំងយើងអាចចូលមកកូរ៉េ400 ទៅ 420 បងប្អូនចំពោះ material ចំពោះចង្កេះផ្ទះអីខ្ពស់នេះគឺកម្ពស់ពីតដៃមកដល់ level បាតផ្ទះនេះគឺដល់កម្ពស់ 75 ហើយខាងមុខផ្ទះយើងសល់សញ្ញាមុខផ្ទះនេះយើងសល់បាន 2 ម៉ែត្រ 3 តឹកបាទបងប្អូននេះផ្ទះនេះគឺស្អាតមែនហើយផ្ទះនេះខ្ញុំបាន render រូបភាពសម្រាប់វាជាខ្ញុំមានបាទមិនបានជារូបភាពសម្រាប់តែខ្ញុំបាន render បញ្ចេញមកហើយនេះជាទូផ្ទះរបស់យើងនេះយើងមើលពីលើមកហើយនេះ view ចំហៀងយ៉ាងបើសិនជាយើង render ទៅចំពោះពណ៌យើងអាចប្រើពណ៌លាបានដូចជាការពេញនិយមគឺផ្សាញ់បារីជាមួយនឹងពណ៌ត្រៃចាស់ឬជ្រីប៉ុន្តែបើយើងកលេសទៅតាមប្រភេទគុំគ្រឹះបងប្អូនអាចកលេសយកពណ៌បែបនេះបានគឺពណ៌ពងមាន់ស្រាលហើយចំពោះចង្កេះខាងក្រោមយើងអាចលេងយកពីថ្មបិទម៉ាប់ខ្មៅទាំងតៃចដាលនិងតៃចង្កេះខាងមុខកន្លែងពណ៌មុខហ្នឹងហើយនេះរូបខ្ញុំ focus ទៅលើសួននេះហើយចំពោះចំហៀងផ្ទះអានេះគឺតែម៉ូតយើងកម្លាំងចេញថាបើយើងមានម៉ូតចំហៀងទៀតតើវាចេញទម្រង់យ៉ាងម៉េចហើយអានេះចំពោះចំហៀងផ្ទះដែលយើងមើលមកយើងអាចប្រែថ្ងៃនេះបិទជាឈើក៏បានបើយើងមិនចង់ដាក់ជាដែកទេយើងអាចដូរពីដែកស្មិតមកជាប្រទេសឈើទៅព្រោះវាស៊ីជាមួយនឹងប្អូនទ្វាររបស់យើងហ្នឹងគឺធំបាទបងប្អូនមកនៅតែអេមែនតើសម្រាប់ការដាក់នៅស្រុកទីរួមស្រុកទីប្រជុំជនថានៅក្រុងឬក៏នៅតំបន់ក្រៅទីប្រជុំជនទេគឺថាម៉ូតហ្នឹងមួយដឹងមួយហ្មងខ្ញុំឆ្លាញ់ដែរមើលទៅសំខាន់ដែរបាទបើសិនជាបងប្អូនចង់បានភេទប្លង់ផ្ទះស្អាតប្លង់ផ្ទះដែលគូដោយអ្នកជំនាញប្លង់ផ្ទះដែលបានសិក្សាគ្រប់ជ្រុងជ្រោយអាចទាក់ទងមកខាងទីខ្ញុំបានគឺ subscribe contractor របស់យើងធ្វើដោយមានក្បួនខ្នាតមានលំនាំនិងមានវិស្វករកិត្តិនាទាំងតម្លៃនិងបច្ចេកទេសបានត្រឹមត្រូវទាំងអស់ហើយបងប្អូនអាច check ទៅខាង Facebook របស់ខ្ញុំបានគឺសុខាវត្ថុអ៊ំឬក៏ពីទូរស័ព្ទរបស់ខ្ញុំផ្ទាល់គឺ069 49 43 43អូខេអរគុណបងប្អូនចាំមើលបើសិនជាមានម៉ូតទេពេញនិយមថ្មីស្អាតទៀតចាំមើលហាងចែកលេខតទៅទៀតអរគុណច្រើន